ប្រិមត្តអាចសួរមកខ្ញុំអាចដឹងអាចឆ្លើយពិសិដ្ឋគាត់ថាម៉េចពិសិដ្ឋបាទសូមយកពីពិសិដ្ឋមុនឡើងទៅលើឲ្យចប់មកបាទខ្ញុំមានសំណួរហេតុអ្វីលោកទិនយ៉ាហ៊ូអញសរសេរលឿនពេកចុចច្រឡំដៃមកបាទអត់អីបាទឥឡូវសរសេរមកទៀតពិសិដ្ឋលោកសុផាណាបានអញ្ជើញចូលដែរប៉ុន្តែចូលយឺតដែរបាទមិនទៅសម្ព័ន្ធលោកពូតើមានមូលហេតុអ្វីបានជាមន្ទីរបញ្ញកោណរបស់សហរដ្ឋអាមេរិកបន្ថែមការប្រុងប្រយ័ត្នខ្ពស់តាក់ទងនឹងបណ្ដាញទីភ្នាក់ងារស៊ើបការអ៊ីស្រាអែលស្របពេលអាមេរិកនិងអ៊ីស្រាអែលដូចជាមិនចុះសម្រុងលោកពូនេះបើតាម AFA មើលឲ្យបានមន្ទីរបញ្ញកោណរបស់សហរដ្ឋបន្ថែមការប្រុងប្រយ័ត្នតាក់ទងនឹងបណ្ដាញទីភ្នាក់ងារស៊ើបការអ៊ីស្រាអែលស្របពេលអាមេរិកនិងអ៊ីស្រាអែលមិនចុះសម្រុងនឹងគ្នាលោកពូហើយជាខ្ញុំច្រឡោះព័ត៌មានហ្នឹងបាទច្រឡោះព័ត៌មានហ្នឹងពីព្រោះអីនៅក្នុងប្រភេទនៃការបែងចែកហ្នឹងគឺអ៊ីស្រាអែលចូលក្នុងប្រភេទដែលអាចទទួលយកព័ត៌មានចារកម្មពីសហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកចែករំលែកហើយនឹងទទួលយកព័ត៌មានចារកម្មពីខាងអ៊ីស្រាអែលវិញគឺនៅក្នុងកម្រិតមួយដែលគ្មានការហាមឃាត់ទេគឺកម្រិតនៃការចែករំលែកទាំងបច្ចេកវិទ្យាទាំងព័ត៌មានចារកម្មណាបាទអញ្ចឹងបើជាខ្ញុំច្រឡោះព័ត៌មានហ្នឹងពីណាខ្ញុំអធិស្ឋានណាបាទខ្ញុំអត់បានដឹងពីរឿងហ្នឹងដែរណាបាទសេឡាគុណបាទបងកំសែងតើសភាអាមេរិកអាចបន្តសង្គ្រាមនៅអ៊ីរ៉ង់ទេក្រោយដកអំណាចប្រធានាធិបតីដើម្បីធ្វើសង្គ្រាមបន្តបើសិនកម្មវត្ថុចរចាមិនបានជោគជ័យបាទការពិតទៅអ្វីដែលរដ្ឋសភាបានសម្រេចហ្នឹងវាគ្រាន់តែជាសញ្ញានៃការព្រមាននឹងច្រើនជាងបាទពីព្រោះអីពេលដែលទៅដល់ព្រឹទ្ធសភាគឺពិបាកនឹងសម្រេចបានសម្លេងត្រូវការសម្លេងរបស់គណៈបកសាធារណរដ្ឋនឹងច្រើនហើយមិនងាយដែរអញ្ចឹងណាបាទហើយតើលោកប្រធានាធិបតីព្រមចុះហត្ថលេខាទៅជាច្បាប់ឬយ៉ាងណាបាទនីតិវិធីដែលអាចនឹងប្រើតែសភានឹងគឺវាយូរណាស់ពីព្រោះនីតិវិធីនៅក្នុងការអនុម័តច្បាប់អញ្ចឹងគឺបានតែបើសភាអនុម័តហើយព្រឹទ្ធសភាអនុម័តព្រឹទ្ធសភាអនុម័តហើយបញ្ជូនទៅប្រធានាធិបតីបើប្រធានាធិបតីវេតូបដិសេធមកវិញគឺបោះឡើងវិញបាននៃសភាទៅបោះសម្លេង2/3បាទគឺ2/3គឺអាចវេតូសម្លេងបោះសភាប្រធានាធិបតីវិញបាទអញ្ចឹងតម្រាំទៅរក2/3រត់តែមិនងាយទេបាទអញ្ចឹងដូច្នេះអញ្ចឹងបានជាគេមើលឃើញថាវាជាការព្រមានច្រើនជាងបាទដូច្នេះពេលដែលទទួលបានការព្រមានអញ្ចឹងខ្លឹមសារសំខាន់ដែលសារព័ត៌មាននានាបានធ្វើបទវិភាគនៅចុងសប្តាហ៍កន្លងមកនេះគឺគេវិភាគទៅលើជ្រុងនៃការដែលសមាជិករដ្ឋសភាគណៈបកសាធារណរដ្ឋសមាជិកព្រឹទ្ធសភាគណៈបកសាធារណរដ្ឋដើរចាក់ចែងពីបន្ទាត់នយោបាយរបស់លោកប្រធានាធិបតីពីព្រោះប្រធានាធិបតីគឺជាប្រធានបកណាដែលចេញពីបន្ទាត់នយោបាយរបស់ប្រធានបកនៅក្នុងការប្រឆាំងនឹងគោលនយោបាយរបស់គាត់កាន់តែកើនឡើងដែលពីពេលមុនមកគឺมันមានអ្នកណាហ៊ានប្រឆាំងនឹងលោកប្រធានាធិបតីទេគេមើលទៅច្រកនឹងវិញណាបាទអរគុណបញ្ញាមិត្តបាទលោកកំសែងដូចជានៅជំពាក់ការបកស្រាយតាក់ទងនឹងរុស្ស៊ីជាមួយនឹងប្រិមិត្តទាំងខ្ញុំផងកាលនឹងនៅកម្ពុជាមិនទាន់មានវិវាទជាមួយថៃទេតាក់ទងយ៉ាងម៉េចមើលលោកបញ្ញាថាម៉េចផាណាថាម៉េចបកស្រាយអត្ថបទតាក់ទងនឹងរុស្ស៊ីជាមួយនឹងប្រិមិត្តរួមទាំងខ្ញុំផងណាកាលនៅកម្ពុជាមិនទាន់មានវិវាទជាមួយថៃទេយូរហើយអញ្ចឹងនៅចាំល្អណាអញ្ចឹងបានន័យថានៅក្នុងកម្មវិធីតាក់ទងដំបូងណាខែ5តាំងពីខែ5ចូលមកអាចសរសេរឡើងវិញបានទេលោកផាណាបាទខ្ញុំភ្លេចខ្លួនឯងដែរបាទតែភ្លេចយូរទៅភ្លេចដែរហ្នឹងបាទសុភិរមផាចសុភិរមថាម៉េចតើបងយល់ដូចម្តេចដែរចំពោះសហរដ្ឋអាមេរិកដែលតែងតែចាប់ប្រកាន់ក្រុមហ៊ុនរបស់ប្រទេសចិនក្នុងន័យសន្តិសុខជាតិបាទនិយាយត្រង់ខាងផ្នែកនឹងមួយខ្ញុំអត់ដឹងអស់ទេពីព្រោះខាងការប្រតិបត្តិការរបស់ខាងសហរដ្ឋអាមេរិកនឹងវាមានពីររឿងណាឥឡូវខ្ញុំនិយាយដោយមិនដោះសារទេគឺខ្ញុំប្រឹងបញ្យល់វិញតើអាចទទួលយកបានប៉ុណ្ណាគឺទី1តើតើនៅបញ្ហាសន្តិសុខអីហ្នឹងខ្ញុំអត់ដឹងទេណាតើខាងក្រសួងការពារជាតិឬក៏ការថាក្រមចារកម្មរបស់សហរដ្ឋអាមេរិកហ្នឹងគេមានការវិតម្លៃអីយ៉ាងម៉េចឆែករបស់គេយ៉ាងម៉េចខ្ញុំអត់ដឹងដែរហ្នឹងណានីតិវិធីនៃការធ្វើការងាររបស់គេជាងអត់ដឹងទេព្រោះយកអត់ដែរធ្វើកិច្ចការហ្នឹងទេទី2វាជារឿងនៅខាងភាគីចិនមកវិញទេ
អ្វីដែលក្នុងពេលកន្លងមកខាងអ្នកជំនាញយោធាអាមេរិកបកស្រាយនោះគឺចិនជាប្រទេសកុម្មុយនីសដែលច្បាប់អ្វីក៏ដោយទៅលើបកទៅលើរដ្ឋាភិបាលអញ្ចឹងក្រុមហ៊ុននឹងគាត់ប្រតិបត្តិការដោយការអនុញ្ញាតរបស់រដ្ឋាភិបាលហ្នឹងហើយអត់មានច្បាប់ដែលអាចការពារពួកគាត់មិនឲ្យប្រឆាំងជាមួយនឹងរដ្ឋាភិបាលបានទេបើសិនជារដ្ឋាភិបាលចង់បានព័ត៌មានហ្នឹងក្រុមហ៊ុនហ្នឹងគឺមិនអាចមានអ្វីមកទប់គាត់ជួយគាត់ដើម្បីប្រឆាំងបានទេទូយ៉ាងដូចនៅសហរដ្ឋអាមេរិកគេមានច្បាប់ការពារក្នុងករណីពេលមួយនោះដូចខ្ញុំភ្លេចឆ្នាំហើយប៉ុន្តែកាលនោះមានម្នាក់មួយនៅបាញ់ដូចជាបាញ់នៅ San Bernardino នៅ California ម្នាក់ហ្នឹងគាត់ប្រើ iPhone បាទ iPhone ដើម្បីធ្វើកិច្ចការនឹងឲ្យគាត់គេដល់អញ្ចឹងទៅខាង FBI គេចង់បើក iPhone ហ្នឹងបាទដូច្នេះ iPhone មានត្រូវការ password មិនអញ្ចឹងហ៎បាទហើយអ្នកហ្នឹងគេបាញ់ស្លាប់បាត់ហើយបាទបាញ់ស្លាប់បាត់ហើយអញ្ចឹងដើម្បីមើលទូរស័ព្ទនឹងបានត្រូវតាក់ទងទៅក្រុមហ៊ុន iPhone ឲ្យក្រុមហ៊ុន iPhone បើក password ឲ្យបាទក្រុមហ៊ុនបដិសេធគេក្នុងលក្ខណៈរឿងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងណាក្រុមហ៊ុនមានសិទ្ធិបដិសេធក្នុងករណីនេះបើគេនិយាយថាបើសិនជានៅចិនវិញគឺច្បាស់ហើយក្រុមហ៊ុននោះមិនអាចបដិសេធបានទេប៉ុន្តែច្បាប់ឯកជនភាពហើយនឹងសិទ្ធិរបស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិកការពារយ៉ាងម៉េចអញ្ចឹងมันអាចឲ្យគាត់បើកបានទេអញ្ចឹង FBI ហ្នឹងត្រូវរកវិធីណាខ្លួនឯងទៅបើចុងក្រោយ FBI គេមានវិធីរបស់គេរកវិធីបានហើយចង់ hack ចង់អីហ្នឹងវិធីមិនបងឯងហ្នឹងទៅឲ្យតែនៅក្នុងរង្វង់ច្បាប់បើកាលណាខុសច្បាប់អាហ្នឹងក៏ខុសដែរតែក្រុមហ៊ុនគឺដាច់ខាតតែម្ដងបាទអត់បើកឲ្យទេកាលហ្នឹងអញ្ចឹងក្នុងករណីប្រទេសចិនផ្សេងអញ្ចឹងហើយបានជានៅក្នុងអត្ថបទនេះក្តីនៅក្នុងការលើកឡើងរបស់ខាងអ្នកជំនាញសន្តិសុខរបស់សហរដ្ឋអាមេរិកក្តីក្នុងពេលកន្លងមកគឺគាត់លើកពីហេតុផលហ្នឹងថាឥឡូវឧទាហរណ៍ថាមានព័ត៌មានណាមួយដែលមានលក្ខណៈរសើបអំពីបុគ្គលណាមួយអញ្ចឹងទៅបាទហើយក្រុមហ៊ុនរដ្ឋាភិបាលចិនគាត់ដាក់សម្ពាធមកលើក្រុមហ៊ុនហ្នឹងឲ្យបញ្ចេញអញ្ចឹងក្រុមហ៊ុនអត់មានអ្វីការពារក្រៅតែពីទៅតែគោរពតាមរដ្ឋាភិបាលចិនទេអាហ្នឹងឯងដែលគេព្រួយបារម្ភបាទអញ្ចឹងឧទាហរណ៍ថាដូចក្រុមហ៊ុនទាំងអស់នោះគាត់មកធ្វើកិច្ចការងារបានកិច្ចសន្យាខាងផ្នែកសន្តិសុខជាមួយនឹងសហរដ្ឋអាមេរិកបាទស្រាប់តែរដ្ឋាភិបាលចិនគាត់ថាណែត្រូវតែឲ្យរឿងនេះមកខ្ញុំពីព្រោះអីពាក់ទងជាមួយនឹងរឿងអីចឹងមកក្រុមហ៊ុនគាត់ថាអូខេតែធ្វើតាមបើមិនចឹងទេគេបិទក្រុមហ៊ុននៅស្រុកចិនចោលអញ្ចឹងណាបាទខ្ញុំអាចនិយាយបានប៉ុណ្ណឹងបាទដូចចំណុចទី2ហ្នឹងពីព្រោះគេនិយាយជាសាធារណៈហើយចំណុចទី1ខ្ញុំអត់ដឹងរបៀបនៃការធ្វើការនិងការវិតម្លៃរបស់គេដែរណាបាទអូខេអរគុណណាបាទមើលសុំទៅក្រោយមិញមានសួរកែលើមិញសំណាងសឿបាទអត់មានលពូសុផាបាទលពូសុផាអញ្ជើញចូលដែរចូលយឺតណាបាទអូខេលបងសួងគឹមបងអញ្ជើញយកដែរបងអរគុណច្រើនពិសិដ្ឋលពូខ្ញុំមានសំណួរហេតុអ្វីលោកនេតិនយ៉ាហ៊ូអាចកាន់តំណែងនាយករដ្ឋមន្ត្រីបានយូរយ៉ាងនេះខ្ញុំឮឈ្មោះគាត់នេះធ្វើឲ្យខ្ញុំទុកបុកម្នេញតាំងពីមជ្ឈមពៀននៅក្មេងសំណួរនឹងដូចគ្នាខ្ញុំមានដូចគ្នាដែរកាលពីខ្ញុំទៅរៀននៅសាលាបារាំងនៅប៉ារីសដំបូងនៅសាលាខ្ញុំសាលាអាមេរិកាំងណាសាលាអាមេរិកាំងនៅប៉ារីសទេបាទពេលនោះខ្ញុំបើកកសែតមកពីនៅខ្មែរអត់សូវមានប្រមាណទេព័ត៌មានអន្តរជាតិទៅដល់បើកកសែតពេលណាក៏ឃើញនៅជំនាន់ខ្ញុំនោះគឺមាន IHT IHT Herald International Tribune បាទ IHT បាទមើលមកពួកកសែតហ្នឹងគេជាគេឲ្យហ្នឹងបាទខ្ញុំពីព្រោះ sponsor ខ្ញុំហ្នឹងគាត់ធ្លាប់ធ្វើជាចាងបាននៅកសែតហ្នឹងដូច្នេះខ្ញុំបានកសែតហ្នឹងអានដោយ free បើកពេលហ្នឹងឃើញនៅតញ្ញាបើកពេលហ្នឹងឃើញនៅតញ្ញាបាទពេលហ្នឹងខ្ញុំសួរគ្នាខ្ញុំសិស្សដូចគ្នាខ្ញុំសួរចុះមិនចឹងបាទគេបញ្យល់មកគឺគេថាសង្ខេបគឺអាមេរិកគ្រប់គ្រងអ៊ីស្រាអែលក៏ប៉ុន្តែមិនសូវចូលចិត្តនៅតញ្ញាហ៊ូប្រហែលទេតែធ្វើម៉េចគាត់នៅតែលេងនយោបាយឈ្នះនៅក្នុងប្រទេសរបស់គាត់បាទគណៈបករបស់គាត់ហ្នឹងនៅតែផ្ដល់សេចក្តីទុកចិត្តរបស់គាត់ហើយអ៊ីស្រាអែលគឺជាប្រទេសមួយដែលគោរពការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យអញ្ចឹងគឺគេត្រូវតែគោរពសម្លេងរបស់រាជគេនៅទីហ្នឹងបាទពលរដ្ឋរបស់គេបាទជាការពិតអញ្ចឹងមិនសូម្បីតែនិយាយត្រង់និយាយរឿងមួយពេលក្នុងរដ្ឋបាលលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបាទខ្ញុំឃើញថាលោកនេតិនយ៉ាហ៊ូមិនសំដែងនៅការគោរពចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកខ្លាំងប្រមាណនេះជំនាន់នោះបាទ
ព្រោះកាលនោះចំណងជើង headline សរសេរធ្ងន់ធ្ងរណាស់បាទខ្ញុំមិនយកមកចែករំលែកប៉ុន្តែគាត់ថា headline ទូសារព័ត៌មាន Washington Post New York Times គឺសរសេរបាទនិយាយរបៀបខឹងលោក Netanyahu នឹងខ្លាំងដែរណាបាទដែលមកនេះធ្វើអកប្បកិរិយាបែបហ្នឹងដាក់ប្រធានាធិបតីអាមេរិកណាបាទគាត់សម្ដែងការខ្វះការគោរពលោកបារ៉ាក់អូបាម៉ាមកបាទតែធ្វើមិនណារឿងវាអញ្ចឹងបាទចម្ងល់ដូចគ្នាដែរខ្ញុំនិយាយសួរត្រង់គឺសួរទៅពលរដ្ឋអ៊ីស្រាអែលនឹងខ្លួនឯងមកមិនក៏ខ្វះមនុស្សមកបាទគណៈបកគាត់ហ្នឹងឈ្នះច្រើនរហូតណាបាទហើយដាក់បេក្ខភាពគាត់មកឈ្នះមកបាទអូខេចឹងអរគុណច្រើនណាអរគុណច្រើនអត់មានអីទៀតទេណាបាទអូលោកគ្រូជាងស្រអញ្ជើញចូលដែរទៅចូលក្រោយគេណាបាទអូខេបាទចឹងអរគុណច្រើនណាអរគុណច្រើនដែលបានចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំហ្នឹងដូចដែលខ្ញុំបានបញ្ជាក់ចឹងគឺខ្ញុំឆ្លើយទៅតាមអ្វីដែលខ្ញុំដឹងប្រហែលខ្ញុំឆ្លើយប៉ុណ្ណឹងណាបាទមិនជាដឹងទាំងអស់គ្រប់រឿងទេដឹងទៅតាមគេផ្សាយព័ត៌មានដែរទេបាទចឹងសូមអរគុណប្រិមិត្តបាទសូមជម្រាបលា